សួស្តីលោកគ្រូខ្ញុំបាទឈ្មោះមឹងសមេតហើយមកពីក្រុម SU5 ថ្ងៃនេះផងដែរខ្ញុំមកធ្វើវីដេអូពី hosting multi domain name លោកគ្រូអញ្ចឹងខ្ញុំចូលមកក្នុង AWS របស់ខ្ញុំរួចហើយអញ្ចឹងបន្ទាប់ខ្ញុំ connect ទៅរកASA អញ្ចឹងខ្ញុំចូលពី link ASA ផាចូលទៅដើម្បី ASA ទៅកាន់ AWS អញ្ចឹងចូលបានហើយបន្តមកទៀតដំបូងឡើយគឺខ្ញុំ CD ទៅកាន់ var ទៅកាន់ www ហើយបន្តមកខ្ញុំ check មើល file គឺមានតែ HTML មួយទេអញ្ចឹងបន្តមកទៀតខ្ញុំ MKD ទៅបង្កើត folder sub folder មួយនៅក្នុង www ហ្នឹងគឺ mkd.p ហើយបន្ទាប់មកហើយឈ្មោះ domain name របស់ខ្ញុំហ្នឹងគឺ mangsamet.sai អញ្ចឹងនេះគឺឈ្មោះ domain របស់ខ្ញុំបន្ទាប់មកខ្ញុំដាក់នៅក្នុង folder html មួយទៀតបន្ទាប់មកខ្ញុំ copy កែឈ្មោះ domain មួយទៀតគឺដូចជា domain ឈ្មោះ deem3t.store មួយទៀតអញ្ចឹងគឺឈ្មោះ domain របស់ខ្ញុំមួយទៀតលោកគ្រូអញ្ចឹង enter មកបន្ទាប់មកខ្ញុំ sudo បន្ទាប់មកខ្ញុំ sudo change mode ទៅ7 ដើមដើម្បី change mode របស់វា change mode ដំបូងឡើយគឺខ្ញុំ change mode នៅក្នុង website mangsamet.sai សិនអញ្ចឹងគឺខ្ញុំដាក់ .sai.html មក/html មកបន្ទាប់មកខ្ញុំទៅ change mode de.store មួយទៀតអញ្ចឹង deem3t.store តោះមក enter មក no say yes អូចឹងខ្ញុំបង្កើតខុសចឹងខ្ញុំត្រូវបង្កើត folder ថ្មីពួកអី deem3t.store ហ្នឹងខ្ញុំសេខុសចឹងខ្ញុំត្រូវបង្កើតថ្មីកន្លែង store ហ្នឹងចឹងនេះ deem.store ម្ដងទៀតហើយចាំ change mode ភាសាទៀតចឹងខ្ញុំវាយ mkd.p មកចឹងខ្ញុំចាប់ផ្ដើម change mode អូខេហើយចឹងខ្ញុំបាន change mode ហើយចឹងនេះ ls ទៅគឺមានអស់ហើយចឹងខ្ញុំចូលទៅ connect នៅក្នុង Fazilla connect copy IP address តោះមកយកទៅផាចូល connect ទៅចឹងខ្ញុំទៅស្វែងរក file នៅក្នុង var បន្ទាប់មកចូលទៅ www ចឹងខ្ញុំលុបចោលaccount មួយសិនដើម្បីងាយស្រួលធ្វើការបន្ទាប់មកខ្ញុំទៅ copy file HTML ពី 3D របស់ខ្ញុំទៅទុកចឹងចូលទៅក្នុង mangsamet.sai មុនចឹងចូលទៅក្នុង
HTML តមកខ្ញុំទៅរកបាទ website របស់ខ្ញុំនៅក្នុង 3D ចឹងខ្ញុំទុកនៅក្នុង Linux តមកឈ្មោះមឹងសមេតហើយ copy ទៅទាញទៅទាំងអស់ទាញដាក់ចូល HTML មកចាំបន្តិចអូខេចឹង successful ហើយ successful ខ្ញុំចូលទៅយក website មួយទៀតតគឺ DEM3T .store ម្ដងចឹងចូលទៅ HTML ចូលទៅទាញដាក់ចូល HTML មកអូខេ successful អស់ហើយចឹងបន្ទាប់មកខ្ញុំ CD ទៅកាន់ etc ដើម្បីកែ configure នៅក្នុង nano configure នៅក្នុង Nginx នៅក្នុង website ទាំងពីរហ្នឹងចឹងខ្ញុំ cd etc.nginx /site available ចឹង available enter មកអូខេចឹងចូលទៅដល់ហើយគឺ interval ចឹងខ្ញុំបង្កើត nano file មួយមកចឹង sudo nano mengsamet.site ចឹង enter មកបន្ទាប់ខ្ញុំទៅយកអ្វីដែលខ្ញុំបានកែរួចអញ្ចឹងក្នុងនេះខ្ញុំបានកែរួចរាល់អស់ហើយបន្ទាប់មកខ្ញុំ control x ចុច y enter ដើម្បី save អញ្ចឹងខ្ញុំទៅ nano file មួយទៀតអញ្ចឹង file ខ្ញុំបានកែរួចហើយពេលដែលលោកគ្រូបោះមកខ្ញុំយកទៅកែនៅក្នុង notepad រួចហើយអញ្ចឹង dee.m3t.store enter មកអូខេអញ្ចឹងទៅ copy មួយទៀតដាក់គឺនៅខាងក្រោមអូខេ right click copy ទៅមកខ្ញុំផាសចូល control x y enter អូខេខ្ញុំ save បានទាំងពីរហើយខ្ញុំ ls ទៅមើលគឺឃើញថាចូលមកបានទាំងពីរបន្តមកទៀតគឺចេញមកវិញ cd ចេញមកវិញខ្ញុំទៅដាក់ permission ឲ្យវាអញ្ចឹងខ្ញុំដូរ permission ឲ្យអញ្ចឹងខ្ញុំសិតតកែឲ្យអស់ហើយខ្ញុំ enter អញ្ចឹង permission ដំបូងខ្ញុំដូរទៅម៉ាំងសម្រាប់បន្ទាប់មកខ្ញុំ change permission ទៅក្នុង de email ម្ដងអញ្ចឹងខ្ញុំ copy enter ចឹងយើង change permission ហើយបន្តមកទៀតគឺ enable ចឹងខ្ញុំចូលទៅ enable ខ្ញុំបាន copy ទុកដូចគ្នាចឹងខ្ញុំ copy
enable មកផាដំបូងគឺមក submit size សិនអូខេហើយទៅ copy មួយទៀត website មួយទៀត copy ផា enter អូខេចឹងអស់ហើយបន្ទាប់មកគឺចូលទៅ check file config ខ្ញុំផាតាមដំណាក់កាលអូខេគឺថា successful អស់ហើយអត់មាន error អីទេបន្ទាប់មកខ្ញុំត្រូវការ restart Nginx សិនផាអូខេហើយអស់បន្ទាប់មកខ្ញុំចូលទៅ route 53 route 50 host site ខ្ញុំ create hosted site មួយមកបន្ទាប់មកអូផ្លេចដាក់ domain name create ចឹងខ្ញុំដាក់ domain name ដំបូងឡើយគឺដាក់ mangsamet.site ខ្ញុំ create hosted zone មកចឹងបានជោគជ័យហើយចឹងខ្ញុំទៅបន្តទៀតគឺត្រូវទៅ copy value ចូលចឹងខ្ញុំទៅរកមើល domain មក submit មកគេសិនអូខេនៅនេះចូលទៅមកនេះចឹងខ្ញុំcustom DNS មក custom DNS អូខេ copy មួយចឹង add more មក3 4 អូខេតិចអូខេមកហើយខ្ញុំចូលទៅRoute 53 វិញ create record ដំបូងឡើយគឺត្រូវ create record មួយយើងទៅ copy IP address ចាំមកដាក់ចាំ copy IP address មកផាដាក់វិញមកបន្ទាប់មក create record មួយcreate មួយហើយ create record មួយទៀត domain www មកបន្ទាប់មកយកនេះឲ្យឈ្មោះចូលមួយមកដូចគ្នា create record ខ្ញុំទៅ check មក submit.site NA
ចឹងឃើញថាដើរដូចជាដើរហើយទៅមើលហេម្ដងពី42ឆែកម្ដងទៀតចេញមកសិនខ្ញុំទៅបង្កើត hosted zone មួយទៀតឲ្យ website មួយទៀតសិនចឹង create hosted zoneធ្វើដូចដើមមក copy ដាក់មួយពីរអូ copy មួយទៀតចឹងធ្វើដូចអត់ទីមួយចុះចឹងទៅ check មើលសិន DEE Sriti.store NA ចេញហើយចឹងអត់អីទេទុកសិនទៅខ្ញុំ create record វាសិនចឹងទៅពងឡើយគឺ copy IP ដាក់ចូលសិនទៅមក create record you dot Sriti store អូចឹងខុស sorry លោកគ្រូខ្ញុំអត់ដាក់ខុសចឹងខ្ញុំដាក់នេះម្ដងអូខេ create record ឈប់សិនចឹងលុបចោលមួយសិនអូខេហើយសូមខ្វែងចោលទៅមក add ថ្មីមកអូខេចុចចែកចឹង DE.NT store record រួចហើយចឹងខ្ញុំសូមទៅខ្ញុំសូមទៅឆែក DNA របស់វា Eric អូខេចឹងដើរហើយចឹងស្កែន
ចឹងបន្ទាប់មកខ្ញុំសូមទៅ check website របស់ខ្ញុំតែម្ដងទៅចឹងចូល new tab អ្វីថា mangsamet.site អូខេចឹងចេញមកហើយ mangsamet.site website របស់ខ្ញុំអូខេហើយបន្ទាប់មកខ្ញុំចូលទៅ new tab មួយទៀតដើម្បីមើល website មួយទៀតចឹងខ្ញុំវាយ dee.store me3t.store អូខេចឹងចេញមកមួយទៀតហើយចឹង website របស់ខ្ញុំគឺដើរទាំងពីរចឹងអរគុណច្រើនលោកគ្រូ